វីដេអូហ្នឹងគឺពាក់ព័ន្ធនឹងបងស្រីម្នាក់ដែលគាត់សួរខ្ញុំថាពីមុនមកគាត់បបើកដោះកូនគឺកូនគាត់ដែលមានអាការៈហើមពោះឬក៏រីអីទេខ្ញុំក៏ចង់សួរបងថាពីមុនមកបងមានធ្លាប់ញ៉ាំទឹកដោះគោអីដែរត្រូវអត់ឬក៏អាហារដែលធ្វើពី dairy food គេហៅថាប្រភេទទឹកដោះគោស្រស់ទោះជាបបើកដោះទៅក៏มันមាននៅបញ្ហារាគឬក៏ហើមពោះដែរហ្នឹងហើយអញ្ចឹងបើសិនជាពីមុនមកបងញ៉ាំអាហារទាំងអស់ហ្នឹងហើយបបើកដោះគោនៅដែលមានបញ្ហាហើមពោះឬក៏រាគអីហ្នឹងហើយប៉ុន្តែឥឡូវហ្នឹងអាយុ2ឆ្នាំបែរជាពេលដែលយើងផ្លាស់ប្ដូរទឹកដោះគោឃើញថាគាត់មានអាការៈហើមពោះឬក៏រាគអញ្ចឹងគឺវាជាសញ្ញានៃការកើតឡើងនៅបញ្ហា lactose intolerant បញ្ហា lactose intolerant នេះគឺវាខុសពីបញ្ហា allergy ជំងឺ lactose intolerant ហ្នឹងគឺវាពាក់ព័ន្ធទៅនឹងការកង្វះអង់ស៊ីមយ៉ាងដែលឈ្មោះថាអង់ស៊ីម lactase ដែលមាននៅក្នុងពោះវៀនតូចរបស់យើងហ្នឹងពេលដែលយើងកង្វះនៅអង់ស៊ីមហ្នឹងគឺអត់អាចប្រវាយស្ករ lactose ដែលនៅក្នុងទឹកដោះគោអញ្ចឹងហើយទើបពេលដែលយើងញ៉ាំទឹកដោះគោភ្លាមឬក៏អាហារដែលធ្វើពីទឹកដោះគោគឺធ្វើឲ្យយើងឡើងនៅបញ្ហារាគឬក៏ហើមពោះនឹងឯងហើយអញ្ចឹងបញ្ហាហ្នឹងគឺមិនមែនថាកើតឡើងតែលើកូនក្មេងទេមនុស្សធំក៏អាចនឹងកើតឡើងនៅបញ្ហាហ្នឹងដូចគ្នាដែរហើយអ្នកដែលប្រឈមទៅនឹងបញ្ហាហ្នឹងភាគច្រើនគឺអាចនឹងកើតឡើងពីក្មេងមកណាគឺអត់ដែលមានបញ្ហាលាក់ស៊ីអីទេតែពេលដែល2ឆ្នាំអាចនឹងលេចឡើងនៅបញ្ហាហ្នឹងតែក៏មានក្មេងខ្លះក៏5 6ឆ្នាំបានកើតឡើងនៅបញ្ហាហ្នឹងអញ្ចឹងតើអ្នកណាខ្លះគាត់កើតឡើងនៅបញ្ហាហ្នឹងគឺទាំងកូនក្មេងទាំងមនុស្សធំគឺអាចកើតឡើងដូចគ្នាជាពិសេសហ្នឹងគឺអ្នកដែលគាត់ពេលថាមានក្រុមគ្រួសារធ្លាប់មានបញ្ហា lactose intolerant ពីមុនមកណាគឺគាត់នឹងប្រឈមខ្ពស់ជាងក្មេងដទៃទៀតប៉ុន្តែសួរថាបញ្ហាហ្នឹងគឺវាធ្ងន់ធ្ងរអត់វាលក្ខណៈថាវារាងកាយរបស់យើងអាច adapt បានន័យថាអាចបន្ស៊ាំជាមួយនឹងការបង្កើតអង់ស៊ីមនឹងត្រឡប់មកវិញចឹងប៉ាម៉ាក់កុំភ័យអ្វីដែលយើងត្រូវដោះស្រាយហ្នឹងគឺយើងដំបូងឡើយអ្នកទាំងអស់គ្នានៅក្នុងពេលឥឡូវហ្នឹងគឺជៀសវាងនៅអាហារដែលធ្វើពីទឹកដោះគោហ្នឹងដូចជាទឹកដោះគោស្រស់ឬក៏ yogurt ឬក៏អាហារអីដែលយើងត្រូវដាក់ដោះគោហ្នឹងយើងគួរតែជៀសវាងឬក៏ផ្អាកមួយរយៈសិនទៅហើយយើងនឹងត្រឡប់ឲ្យកូនមកញ៉ាំវិញនៅអាចថា1ឆ្នាំឬក៏2ឆ្នាំក្រោយហើយការញ៉ាំត្រឡប់មកវិញហ្នឹងគឺយើងចាប់ផ្ដើមបន្ស៊ាំបន្តិចម្ដងយើងអត់អាចឲ្យគាត់ញ៉ាំច្រើនទេយើងអាចបន្ស៊ាំចំណាំមើលទៅឧទាហរណ៍100 ml គាត់ញ៉ាំហើយអត់មានបញ្ហាហើមពោះឬក៏អីបានន័យថាអូខេកម្រិតប៉ុណ្ណឹងគឺគាត់អាចទទួលទានបានប៉ុន្តែបើលើសហ្នឹងឃើញថាហើមពោះយើងបន្ថយត្រឡប់មកវិញអាហ្នឹងគេហៅថារបៀបដែលបន្ស៊ាំណាសូម្បីតែមនុស្សធំយើងក៏ធ្វើអញ្ចឹងដូចគ្នាដែរហើយការបន្ស៊ាំហ្នឹងគឺយើងបន្ស៊ាំយូរទៅវាត្រូវការប្រើពេលខ្ញុំអត់អាចនិយាយថាតើរយៈពេលប្រហែលទើបថាលែងមានបញ្ហា lactose intolerant ហ្នឹងហើយគឺវាទៅតាមរាងកាយរបស់មនុស្សម្នាក់សូម្បីតែខ្ញុំក៏មានបញ្ហា lactose intolerant ហ្នឹងដែរប៉ុន្តែបន្ទាប់ពីខ្ញុំចាប់ផ្ដើមបន្ស៊ាំជាមួយនឹងការញ៉ាំទឹកដោះគោជាប្រចាំរាល់ថ្ងៃទៅបន្ស៊ាំយូរទៅការញ៉ាំដោះគោឥឡូវមួយកែវអីក៏លែងមានបញ្ហានៅគេហៅហើមពោះឬក៏រាគបន្ទាប់ពីញ៉ាំទឹកដោះគោហើយអញ្ចឹងបើសិនជាមិនថាកូនក្មេងឬក៏មនុស្សធំទេអ្នកទាំងអស់គ្នាបន្ទាប់ពីញ៉ាំទឹកដោះគោហើយឃើញថាខ្លួនឯងរៀងហើមពោះឬក៏រាគហ្នឹងហើយគឺជាបញ្ហា lactose intolerant អញ្ចឹងគឺយើងអាចកាត់បន្ថយបរិមាណសាកល្បងតិចទៅញ៉ាំកូនកែវសាកទៅបើសិនជាអត់ហើមពោះអូខេប៉ុណ្ណឹងគឺបានន័យថារាងកាយយើងទទួលយកប៉ុន្តែខ្ញុំក៏ចង់ប្រាប់អ្នកនរគ្នាថាមិនមែនថាតើទៅញ៉ាំទឹកដោះគោទៅល្អទេអ្នកនរគ្នាត្រូវយល់ថាហេតុអ្វីបានតម្រូវឲ្យក្មេងញ៉ាំទឹកដោះគោដោយសារតែនៅក្នុងទឹកដោះគោគឺវាមានសារធាតុកាល់ស្យូមខ្ពស់ក៏ដូចជាប្រូតេអ៊ីនខ្ពស់ហើយក៏មានវីតាមីនផ្សេងទៀតអញ្ចឹងអ្នកនរគ្នាអាចជំនួសទៅដោយអាហារផ្សេងទៀតដែលវាមានជាតិកាល់ស្យូមខ្ពស់ឬក៏ប្រូតេអ៊ីនខ្ពស់បានដូចគ្នាដោយយើងមិនថាពឹងតែលើទឹកដោះគោអញ្ចឹងណាព្រោះអីគាត់អាយុ2ឆ្នាំហើយអញ្ចឹងតម្រូវការអាហារចម្បងរបស់គាត់គឺទៅលើអាហារ3ពេលហើយបើសិនជាយើងជៀសពីទឹកដោះគោយើងអាចប្រើទឹកសណ្តែកជំនួសក៏បានដូចគ្នាព្រោះនៅក្នុងទឹកសណ្តែកក៏មានប្រូតេអ៊ីនខ្ពស់ក៏ដូចកាល់ស្យូមខ្ពស់ដូចគ្នាហើយក៏មានវីតាមីនផ្សេងៗដូចគ្នាដែរឬក៏អ្នកខ្លះគាត់អាចជំនួសទៅដោយការប្រើប្រាស់វីតាមីនបន្ថែមអញ្ចឹងគ្រប់ពេលដែលអ្នកទាំងអស់គ្នាមានចង្អល់ឬក៏
សង្ស័យថាកូនយើងរលាកស៊ីអីអ្នកនរគ្នាអាចអញ្ជើញទៅជួបគ្រូពេទ្យជំនាញទៅដើម្បីគាត់ដល់ការធ្វើរោគវិនិច្ឆ័យក៏ដូចជាធ្វើការផ្លាស់ប្ដូររបបអាហារជូនគាត់ចឹងណាហ្នឹងហើយបើសិនជាមានចម្ងល់បន្ថែមអ្នកនរគ្នាអាច comment នៅក្នុងវីដេអូហ្នឹង